ជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនដែលទស្សនានៅchannel YouTube ខ្ញុំអីចឹងណាហើយនេះគឺជាទេសភាពនៅប្រទេសកូរ៉េពុកម៉ែបងប្អូនគឺស្រស់ស្អាតមែនទែននៅប្រទេសកូរ៉េគឺខ្ញុំស្រឡាញ់ត្រង់ថារដូវកាលមានច្រើនអីចឹងណាមានត្រជាក់មានក្តៅមានល្មមអីចឹងណាស្រួលរស់នៅហើយនិយាយរួមគឺប្រទេសគេអភិវឌ្ឍច្រើនអញ្ចឹងស្រស់ស្អាតហើយក៏រស់នៅក៏មានសន្តិភាពដែរអញ្ចឹងណាបើសិនជាយើងនិយាយរួមយើងចង់ដើរមកប្រហែលក៏យើងអត់ភ័យខ្លាចនឹងអ្នកណាអ្នកណីដែលមកធ្វើបាបយើងអញ្ចឹងណានៅកូរ៉េគឺស្អាតស្រស់ស្អាតហើយព្រមទាំងសន្តិសុខគេល្អទៀតគឺគេល្អមែនតើនិយាយរួមនេះហើយចិត្តចូលរដូវកាលរីកហើយពុកម៉ែបងប្អូនចិត្តចូលមែនតើណាគឺកន្លែងខ្ញុំគឺវាមានម្ដងបន្តិចពុកម៉ែបងប្អូនហើយនេះគឺជាសួននៅប្រទេសគេល្អដែរពុកម៉ែបងប្អូនមាននឹងសួនហាត់ប្រាណសួនកូនក្មេងសួនមនុស្សចាស់អីចឹងណាហើយនឹងគេដាំដើមផ្កាហើយនឹងដើមឈើចម្រុះអីចឹងណាពុកម៉ែបងប្អូនគឺល្អមែនតើប្រទេសគេគឺនិយាយរួមគឺខ្ញុំអត់ទៅសើអត់បានហ្មងពុកម៉ែបងប្អូនគឺស្អាតមែនតើដាំដើមឈើចម្រុះហើយមានផ្លែឈើប្លែកឲ្យយើងហូបទៀតពុកម៉ែបងប្អូនគឺdouble base ប្រយហើយនេះអត់ដឹងថាផ្លែអីគេពុកម៉ែបងប្អូនអើយគឺស្រស់ស្អាតមែនតើហើយល្អមែនតើគឺអត់ដឹងថាហូបកើតទេខ្ញុំបានត្រឹមតែថតអីចឹងណាអានេះទីធ្លាកន្លែងហាត់ប្រាណអីចឹងមានដើមផ្កាមានដើមឈើជាមួយតិចដល់រដូវស្លឹកឈើលាស់ហើយជាមួយស្អាតណាស់ពុកម៉ែបងប្អូនជាមួយតិចដល់រដូវស្លឹកឈើលាស់មកឡើងខៀវមលឹះពុកម៉ែបងប្អូនអើយមើលទៅជាក់ភ្នែកតែម្ដងតែនេះដឹងអត់ដឹងថាផ្កាអីទេពុកម៉ែបងប្អូនអានថាផ្កាអីទេស្រស់ស្អាតណាស់ដូចផ្កាចម្ប៉ានៅស្រុកខ្មែរយើងផ្កាចម្ប៉ាផ្កាចំប៉ីអីចឹងណាគឺដូចស្តៀងអញ្ចឹងណាហើយអាហ្នឹងខ្ញុំមិនដឹងថាផ្កាអីតែវាស្អាតចឹងខ្ញុំដើរថតទៅវាឃើញស្អាតទៅក៏ជាប់ចិត្តក៏មើលទៅអូតំណងដែរចឹងហេអាដើមហ្នឹងអត់និយាយរួមជីវិតវាយូរអង្វែងហ្មងរាប់ម៉ឺនរាប់ខែឆ្នាំអត់ចេះងាប់ទេខែជាក៏នៅតែប៉ុណ្ណឹងខែក្តៅក៏នៅតែប៉ុណ្ណឹងគឺល្អមែនតែនហ្មងគឺហើយនេះគឺផ្កាអង្គាសសិលពណ៌ខៀវពណ៌ច្រឡំពណ៌លឿងច្រឡំពណ៌ខៀវច្រឡំបងប្អូនសុំទោសគឺពណ៌លឿងគឺស្អាតមែនតើណាមុនហ្នឹងគឺពណ៌សអានេះគឺពណ៌លឿងផ្កាអង្គាសសិលចឹងមកប្រទេសគេស្រស់ស្រាយអញ្ចឹងគេដាំដើមផ្កាពេញទាំងទូទាំងប្រទេសដាំទាំងពេញសួនពេញផ្លូវពេញអីចឹងណាបាទប្រទេសគេស្រស់ស្រាយអញ្ចឹងណាហើយអូបើខ្មែរយើងដាំដើមផ្កាអញ្ចឹងនឹងល្អប៉ុណ្ណាទេនឹងត្រជាក់ជុំប៉ុណ្ណាទេពុកម៉ែបងប្អូនអើយហ្នឹងហើយ